កពលមកខ្លាំងមែនតើហើយសៀមកំពុងតែតររឿងឡាវទៀតរឿងប្រេងដោយសារតែសៀមបានចាញ់ប្រៀបលើការធ្វើសង្គ្រាមដោយត្រង់ជាមួយនឹងកម្ពុជាអញ្ចឹងសៀមលេងផ្លូវខូចចង់ផ្ដាច់ប្រេងរបស់កម្ពុជារហូតដល់ថ្នាក់ថាត្រៀមគេប្រកាសត្រៀមបិទឈូងសមុទ្ររបស់គេទប់ស្កាត់នាវាដឹកប្រេងឬក៏ដឹកទំនិញសំខាន់ចូលមកកម្ពុជាបានអានឹងគឺជាសក្តានុពលដែលទ្រទ្រង់ឲ្យកម្ពុជានឹងអាចតតាំងជាមួយនឹងសៀមបានអញ្ចឹងគឺគេត្រូវតែបិទឈូងសមុទ្ររបស់គេត្រៀមអញ្ចឹងណាបងប្អូនហើយឥឡូវនេះទៅរករឿងឡាវគេសង្កេតឃើញថាឡាវនេះខុសប្រក្រតីហីឡាវនឹងពីមុនទិញប្រេងតិចទេឥឡូវទិញប្រេងច្រើនណាស់អ្នករូបភាពវីដេអូដោយបងចយបានដាក់ជូននេះគេកំពុងប្រមូលទិន្នន័យហ្នឹងហើយគេថាឡាវនេះទិញប្រេងច្រើនខុសប្រក្រតីឡាវនឹងលួចជួយកម្ពុជាឡាវនឹងលួចទិញប្រេងពីសៀមដើម្បីលក់បន្តឲ្យកម្ពុជាអញ្ចឹងអត់បានទេចេញបញ្ជាបិទអូយនេះបងប្អូនព័ត៌មានគេផ្សាយគេអត់បានទេภาคที่2นะคะแล้วก็ผู้บัญชาการศูนย์ปฏิบัติการกองทัพภาคที่2ได้มีการออกคำสั่งด่วนค่ะว่าห้ามส่งออกน้ำมันและยุทธภัณฑ์ทางช่องเม็กค่ะที่อยู่ในพื้นที่ของอำเภอสิรินธรจังหวัดอุบลราชธานีគេចេញបញ្ជាគេចេញបញ្ជាបន្ទាន់ឲ្យបិទដែរអានៅច្រកអីគេច្រកឆុងមេកនេះគេនិយាយមិញហើយព្រឹកមិញហ្នឹងគេចេញព័ត៌មានច្រកមួយទៀតគេហៅច្រកអីច្រកខុងណៃគេមិនទេហ្នឹងហើយបើថាអានចាំច្រកខុសអីគេសូមអធិស្ឋានហ្នឹងហើយពីច្រកហ្នឹងគេកំពុងរឹតបន្តឹងការនាំចូលប្រេងពីសៀមទៅឡាវហើយនេះវីដេអូនេះគេកំពុងប្រមូលតន័យគេឲ្យប្រជាពលរដ្ឋសៀមគេរួមសហការជួយសង្កេតមើលណាវាមានភាពខុសប្រក្រតីក្នុងការនាំចូលប្រេងពីសៀមទៅឡាវច្រើនខុសប្រក្រតីនឹងគេឲ្យរាយការណ៍គេឲ្យទប់ស្កាត់គេអត់ឲ្យឡាវនឹងជួយកម្ពុជាទេគេអត់ឲ្យឡាវនឹងជួយទិញប្រេងពីសៀមទៅផ្គត់ផ្គង់ឲ្យកម្ពុជាគេត្រូវតែបិទប្រេងកម្ពុជាដើម្បីឲ្យកម្ពុជានឹងចុះខ្សោយសុំចុះចាញ់សុំចរចា